មិនសូវយល់ដឹងអំពីការការពារខ្លួនទេហើយបច្ចុប្បន្នខ្ញុំបានចូលរៀននៅក្នុងក្លឹបកុមារហើយខ្ញុំបានដឹងច្បាស់អំពីការរំលោភបំពាននិងការប្រើអំពើហិង្សាផ្សេងៗនៅថ្ងៃអនាគតខ្ញុំចង់ឃើញកុមារជៀសផុតអំពីអំពើហិង្សានិងការរំលោភបំពានសិទ្ធិផ្សេងៗជម្រាបលាអរគុណជំរាបសួរខ្ញុំសុភីជាលោកសាលាខំសិក្សាលោកសាលាដើមឡើយយើងពុំមានបណ្ណាល័យស្អាតទេប៉ុន្តែបច្ចុប្បន្នយើងមានបណ្ណាល័យមានសម្ភារៈខ្លះពីអង្គការទស្សនវិជ្ជាអន្តរជាតិប៉ុន្តែសម្រាប់ការយើងចង់បានបណ្ណាល័យធំទូលាយនៅពេលអនាគតនិងមានសម្ភារៈគ្រប់គ្រាន់សម្រាប់សិស្សអានស្រាវជ្រាវសម្រាប់ចំណេះដឹងអត់ជំនាញឲ្យគាត់ស្មារតីជាពលរដ្ឋសកលរបស់គ្នាបាទអរគុណសូមជម្រាបលាបាទជាមភូមិពីដើមយើងធ្លាប់ប្រើប្រាស់ទឹកស្ទឹងទឹកបន្លាយដោយគ្មានអនាម័យទឹកខ្វក់បច្ចុប្បន្ននេះដោយអង្គការទស្សនពិភពលោកបានជួយជាដងជីកស្រះនិងដើម្បីការពារសុខភាពដល់ជីវរដ្ឋយើងអនាគតទៅទៀតយើងចង់ឃើញទឹកស្អាតនិងទឹកចម្រោះដើម្បីការពារសុខភាពដល់កុមារនិងជាប្រតិបត្តិសូមអរគុណជំរាបសួរអ្នកទំនុកម្រងសូមអរគុណសម្រាប់សេចក្តីស្រឡាញ់ហើយនឹងការផ្ដល់ជាថវិកាគ្រប់គ្រងទៅដល់តំបន់កលែន2នៅក្នុងឆ្នាំនេះកម្មវិធីតំបន់បានអត្ថប្រយោជន៍នៅក្នុងការផ្ដល់ជាអណ្ដូងទឹកទៅដល់សហគមន៍ព្រោះជាតម្រូវការចាំបាច់របស់ពួកគាត់ហើយនៅក្នុងឆ្នាំបន្ទាប់ទៀតនេះកម្មវិធីតំបន់នឹងអត្ថប្រយោជន៍នៅក្នុងការធ្វើការឆ្លើយតបទាក់ទងនឹងបញ្ហាអប់រំព្រោះយើងចង់ឃើញកុមារមានការអាននិងសរសេរភាសាឡើងនៅថ្នាក់បឋមសិក្សាផងដែរចា៎សូមអរគុណ